ម្ដាយក្មេងស្រីនាថចង់បានចៅពណ៌តែបញ្ញាមិនព្រមដោយសារមូលហេតុមួយនេះគណៈមហាជនថានៅក្មេងគួរតែយកប្រយ័ត្នចាស់ទៅចង់បានតែមិនមានបន្ទាប់ពីស្រីនាថនិងបញ្ញារៀបការជាមួយគ្នាអស់រយៈពេលជាច្រើនខែពេលនេះអ្នកទាំងពីរមិនទាន់មានដំណឹងល្អថាមានកូនអីនោះទេគណៈស្រីនាថនិយាយថាគាត់និងស្វាមីកំពុងមានគម្រោងយកកូននៅរយៈពេល2ទៅ3ឆ្នាំទៀតព្រោះមិនទាន់មានលុយចាំពេលធូរធារបន្តិចនិងយកកូនស្រាប់តែថ្មីនេះម្ដាយស្រីនាថបែរជាពលពាក្យថាចង់បានចៅពណ៌តែស្រីនាថនិងបញ្ញាបែរជាប្រាប់ដៃនិងឪពុកក្មេកថាខ្លួនទាំងពីរមិនទាន់ចង់បានកូននោះទេលួលឺកូនទាំងពីរនិយាយបែបនេះហើយមិនទុកចាំយូរនាំជួបប្អូនម្ដាយបង្កើតបញ្ញាប្រលួយពាក្យប៉ុន្មានឃ្លាទៅកាន់កូនប្រសានិងកូនប្រុសបែបនេះភ្លាមគណៈមហាជនជាច្រើនលើកឡើងថាយកទៅតននៅក្មេងកូនធំយើងក៏នៅក្មេងដដែលអាណិតលោកតាលោកជ័យអ្នកខ្លះចាំធូរធារបានយកដល់ពេលយកអត់មានវិញបើមានក៏យកទៅម៉ាក់សុកចិត្តឈប់ធ្វើការយ៉ាងសុកចិត្តឈប់ធ្វើការទៀតចឹងយកប្រាក់ខែពីកូនណាអេបាទយកប្រាក់ខែពីកូនទៀតតាមមើលក៏បានដែរបានទៅប្រាក់ខែទេបាទយកប្រាក់ខែម៉ាក់យកប្រាក់ខែឥឡូវតអាគ្នាអីទេអត់ទៅបានក៏បានក៏យកចង់បានចៅស្រីមែនប៉ាចង់បានកូនប្រុសណែថ្ងៃចឹងយកខ្លួនមកប្រុសស្រីហ្មងទៅយកខ្លួនមកគូទៅហ្មងទៅឲ្យតែម្ដងហើយទៅបងស្រីប្រុសឥឡូវខ្ញុំគិតថា2ឆ្នាំទៀតបានយកនេះឥឡូវមិនបើម៉ាក់ឲ្យយកអីបងម៉ាក់ចង់បានចៅនេះម៉ាក់ចង់បានចៅហើយដើម្បីយើងកម្រោ2ឆ្នាំទៀត2ឆ្នាំទៀតអត់ទាន់មានលុយមានហ្នឹងទៅរួចម៉ែហ្នឹងការមានហើយម៉ែហ្នឹងមានតបើណាមានតបើមកណោះគាត់ថាចង់ឲ្យធូធាអញ្ចឹងមិនចាស់ទៅវាខកណាកូនមានហើយយើងទុកទៅវាមានហើយជួយទុកឲ្យចៅមួយណាជួយចាកើតកូនមកគឺឲ្យចៅទាំងអស់ហ្មងហ៎ទុកចងដៃកូនចៅអ្នកទាំងអស់គ្នានេះម៉ាក់ក្មេងខ្ញុំបាទក្មេងចង់ឲ្យមានចៅទេណាមិនបើចៅហ្នឹងមានចៅទេណាឥឡូវសម្រាប់មកម៉ែយកអត់2ឆ្នាំទៀតទៅ2ឆ្នាំទៀតណាឥឡូវទៅ discount មួយឆ្នាំម្នាក់ទៅអូមាន discount ទៀតឥឡូវម៉ែ discount ណាឆ្នាំចុងឆ្នាំនេះឥឡូវប៉ាចង់បានដែរមែនចង់ដែរតាចង់ដែរលោកយើងថាគ្រូសាយើងកាន់តែធំតិចឆ្នាំហ្នឹងមកសាញ់ឆ្នាំក្រោយឆ្នាំកុកឆ្នាំអីគេមីដល់កើតម៉ែแล้วយកម៉ែហ្មងអីចឹងទៅយកម៉ែទៅកូនកុំដល់វើកលកាយយូរម៉ែពេលល្អទៅឥឡូវសម្រាប់ថានេះគិតមើលសិនចឹងម៉ាក់គិតមើលសិនគិតមើលសិនណាគិតអីអូយអញញ៉ៅបាយគឺយកស៊ីបខំចៅលើចៅថាយើងនឹងអាយុ27ហើយ27ហើយញ៉ា3ឆ្នាំទៀត30បាទហើយ30ចាស់ដែរបានមានញ៉ាយទៅ25ប៉ាមានញ៉ាយប៉ាអាយុ26ការ25តែដល់កើតញ៉ាប៉ា26ចិត្តចូល27ចាំលើប៉ាមួយឆ្នាំតែឲ្យលើប៉ាមួយឆ្នាំឬក៏2ឆ្នាំឆ្នាំក្រោយមកចឹង